ពុកម៉ែបងប្អូនអរគ្នាដូចជាផ្ទះខ្មែរនេះមានសំទីតាំងនៅកណ្ដាលព្រៃតែឯងតែហ្មងគឺកណ្ដាប់ព្រៃហើយនៅតំបន់ជើងភ្នំមានភ្នំពណ៌ក្រវ៉ាត់ជុំវិញហើយគាត់ធ្វើលបងស្អាតមែនមានអប្សរាទេពទៀតហើយផ្លូវបុកចំកណ្ដាលភ្នំតែម្ដងស្អាតមែនហើយផ្ទះក៏ធ្វើបានស្ទើរតែ70%ដែរហើយខ្ញុំក៏មកធ្វើsurvey ទីតាំងជាក់ស្ដែងនេះដើម្បីធ្វើបន្តទៀតដោយសារតែជាប់រាំងស្ទះហៅថាការងារត្រូវធ្វើបន្តហ្នឹងធ្វើយ៉ាងម៉េចឲ្យបានស្អាតបន្ថែមទៀតដូចជាខាងក្រោមខាងទី1ហើយនឹងប៉ះវែង master plan ទាំងមូលគឺយើងរៀបចំ landscape ឲ្យមានអាងហែលទឹកអីផ្សេងៗអញ្ចឹងណាបងប្អូនហើយទីខាងក្នុងវិញក៏មានគ្រឿងបង្គុំជាគ្រឿងបង្គុំវិញញាក់សាច់តែហ្មងស្អាតណាធ្វើផ្ទះធ្វើនេះធ្វើឲ្យមានចូលនៅបានគាត់ថាគាត់នៅមិនតាន់ពាក់ភ្លើងពាក់អីទេភាសាតែចាំធ្វើនៅយ៉ាបជុំវិញប្រហើយទៀតមើលពីខាងក្រៅគឺពេលយប់គឺជះហ្មងហើយមានគម្រោងមួយទៀតនោះនៅកំពង់សោមនៅកំពង់សោមនោះក៏យើងចូលទៅសរវេដីផ្ទាល់ដែរហើយទីតាំងដីវិញគឺស្អាតណាមានទឹកព្រៃភ្នំស្រះហើយមានវាលស្រែ